cái cho đái không Jensen They call me a hero Jensen because I saved my nation from falling apart. អត់ចាញ់ឥឡូវចាញ់វគ្គនេះវិញ បាទមានមកឈុតដូចគ្នាណាមួយមានជាមួយនឹងប៉ណេតព្រះដើម្បីបើកមើលតើការ pick up របស់គាត់មិនមិញដោយសារជាមួយនឹងការថតដូចជាថតទី2បងប្រឡែងចោលតែមានការបោកទៅលើ Ranger របស់សូនគូសែន បាក់រត់ពេកដល់ Ranger បាក់រត់ បាទអញ្ចឹងប្រហែលជាអាចនឹងមុន objective គឺ ultimate របស់គូសែននឹងបើកហើយបាទ ព្រោះមុនហ្នឹងខ្ញុំឃើញកាចាអញ្ចឹងបើមានយេនសិនល្អស្រួលបើក map ឃើញរហូតអ Yes ញ្ចឹងបាក់ចាប់ បាទ តែដល់ពេលចាញ់វគ្គនេះវិញ ណាមួយវាមិនមែនការចាមិនទៅ lock គាត់ច្រើនហ៎ មិន lock ទេតែគាត់ថាធ្វើម៉េចបើគ្នាគាត់ចំណេញ បាទមិញការចាគេលេងចង់លេងចុងវគ្គគេអត់ចង់លេង aggressive ពេកទេនៅតាមវគ្គ បាទចឹងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការប្រកួតគូទី1ក៏ដូចជាវគ្គទី2រវាង Pro Sport ប៉ះគ្នាជាមួយនឹង Valhalla Welcome to Mobile Legends បាទនៅ duo Midland Khalid អាចនឹង clear land បានលឿនណាចាំមើលធ្វើចាញ់អត់ បាទ តតែព្រោះ duo នេះអាច clear បានលឿន ដង តែមានអារម្មណ៍ថាចង់ clear ចង់ zone អូអត់ទេអូដូរទម្រង់លេងមុនហ្នឹងគាត់ខ្វះ clear មុនហ្នឹងខ្វះ clear យកមក ណងបាទឥឡូវមានការដូរព្រោះដោយសារតែដូរជាមួយនឹងរ៉ុំមួយដូចគ្នាផងដែរប៉ះម្ដាយពីដៃ off flicker បាត់ហើយពីសាអាយយណាចាជាមួយនឹង secret bot ជាមួយនឹង minion ដែរអូអត់មាន level លេងទេបង អាយ៉ាគូសែនចាយ flicker ប្រកាសរីកបាយទៅជាមួយនឹង level របស់ solo kill ចប់ wait គូសែន hello បាទ កន្លែងមិញរៀងប្រថុយអត់ចំណេញ បាទ MLM មកកា Master Assassin ដូចគ្នាទៅសម្រាប់ Gold Lane ចាដូចគ្នាដែរគាត់ដូរ S1 ហើយមួយ Killing Spree មួយ Quantum Charge បាទតែមិញមក flicker តែចំណេញខ្លាំងមែនពី Soul បាទយេបាទចឹងមក Solo Kill យើងគិតមើលទៅការដើរមកវិញក៏យើងខាត Minion ខាតអីដែរ ណងហើយនៅផ្លូវ Midland ក៏ចំណេញច្រើនដូចគ្នាបាត់ Minion ហើយបាត់ទាំង flicker ទៀតពីសារ objective ទី1អត់មាន flicker លេងទេបាទពេលចូលទៅដល់តែទៅលើណាចាចាយមក flicker ដូចគ្នាផងដែរពីណាចា Midland តែពីរអត់មាន flicker ទេ បាទគេញ៉ោះត off spell បាទលើកនេះអាចនឹង stir damage បូក head Yes អាយ៉ាចាក់ម្ដាយពីដៃពី secret ធ្វើការដកថយដល់ចូលថតរូបមកបោះពីវត្តមានរបស់ PP នៅក្បែរនឹងមានការតម្លើងឈាមមកវិញប៉ុន្តែពី secret តែយកជាមួយនឹង experience grab បាត់ហើយពី Coily បើសិនជា goal land មួយនេះមិនមែនយិនសំស៊ីនទេបាទ goal land Moscow គេថាល្អដែរវគ្គនេះព្រោះវគ្គហ្នឹងមិនមែនការចាជា Khalid ចឹងបើមាន Moscow បូកជាមួយនឹង Marcel អាចកំបោសគ្នាចាញ់ SOD របស់គាត់អាចមកចាញ់ team fight បានបាទហើយអាចលេងមួយប្រភេទហាលីរបស់ Sumara បានទៀត បាទតែអីយិនស៊ីនគាត់ថាគាត់រៀងបាក់លេងអាសាចាប់ពីគេ solo clear ទៅគាត់ចាប់តាម stir goal បាទឥឡូវតែទៅលើ secret បូកវាយយកដល់ ultimate របស់ Sumara ក៏អស់ដូចគ្នាធ្វើការកាប់ឆ្នាំពី sorry Emily ultimate មកវិញប៉ុន្តែណាចាមានការលុកលក់អត់មានជាមួយនឹង Space Flicker ទេធ្វើការ Royal យកទៅដល់ជាមួយនឹងការ Royal ពី Soul បាត់បង់ពេលលេក៏ដូចជាបាត់បង់ជាមួយនឹងណាចាបាត់ហើយមួយដងមួយតែបន្តអត់បញ្ហាសម្រាប់គាត់ទេហើយអត់នៅពេលតែទី1 Moscow មិនពិបាកលេងជាមួយនឹង Cloud មែនទេតែគាត់ថាគាត់អាច join team fight បានបាទលឿនលេតស្រួលលេតតែឥឡូវយិនសិនក៏គូសែនគាត់ដឹងច្បាស់ថាបន្ទាប់ពីគាត់បាត់បង់ជាមួយនឹង Purple ទៅគាត់ត្រូវការពេលវេលា farm គូសំតែឆែតគាត់អត់មានវត្តមាននៅក្នុង team fight ទៅថតទី1នោះទេបាទចាប់ទៅលើ secret បូក RT យកទៅដល់ពីគូសែនប៉ុន្តែ secret បោះជើងរត់តាណារួចជាមួយនឹងការឡើងឈាមមកវិញប៉ុន្តែ ប្រើ skill ទី2បានល្អខ្លាំងតែពី secret អាយយបាទគាត់ដឹងច្បាស់ថាការលើកម្ដងហើយត10វិនាទីនោះมันលើកបានទៀតអញ្ចឹងគឺឡើងឈាមតែម្ដងបាទតាមមួយដើម្បីដើរមកដូចជារៀង stir ដែរសម្រាប់គូសែនតាទីមកមិនបុកពីនឹងដាច់យេបាទចឹងភ្លាមដូចរៀងស្កប់ស្កាត់វាយទៅគ្នាតែកន្លែង objective ក៏ដូចជាការប៉ះគ្នាបន្តិចបន្តួចតែម្ដងទៅលើ secret មកមិនអត់បញ្ហាសម្រាប់គាត់ទេបាទ Golden Hour របស់ PP នៅក្នុងវគ្គនេះ ultimate អាយយបោក RT ultimate counter មកវិញប៉ុន្តែពីសារដើម្បីយកជាមួយនឹងឈាមសស៊ូម៉ារ៉ានធ្វើឲ្យអត់ចាញ់ទេនៅដើមមកនេះបាទតែហាលីវគ្គនេះបាទរម៉ួយណងបាទហើយណាមួយយើងធ្លាប់ដឹងហើយ Golden Hour របស់ PP របស់ Marcel នេះគឺអាច counter ទៅលើ ultimate របស់ Sumara បានណាបាទអញ្ចឹងក្នុងវគ្គនេះខ្ញុំគិតថា Sumara យ៉ាងបាក់រម៉ួយពេកតាមវគ្គបាទតែគាត់ថា counter បានតែគ្នាឯងណាខ្លួនឯង counter មិនបានទេបាទខ្លួនឯងគឺខ្លួនទីពឹងខ្លួនទីពឹងខ្លួនហៅផ្លូវរត់ទៅហើយបាទតែមើលល្មមលោឈាមរត់ទៅបាទអញ្ចឹងជាមួយនឹង Gold Lane គឺមាន spell រៀងខ្លួនឯងគូដើមមកវិញវាយទៅលើ PP ultimate ពី Coily មកវាយទៅលើវត្តមានរបស់ណាចាយកទៅដង RT មកវិញជាមួយការ counter ជាមួយនឹងការ RT បានពីណាចាបោក RT វាយទៅលើ PP មិនដាច់ទៀតដាច់ឬក៏មិនដាច់តែ PP ដូចជាមិនដាច់ទេសល់ឈាមមួយកង់ទៀតតែប៉ុណ្ណោះបាទយុទ្ធសាស្ត្របាញ់មិញគឺដូចជាមួយនឹងវគ្គទី1នៃការចង់ញោះ
អាយ៉ាតែគូសែនម្ដាយពីដៃធ្វើការកាប់បាញ់យកតំណពីគូសែនសូលក៏មានមកទី គាត់ចង់ញ៉ោះ mid lane ហ្នឹងឲ្យអស់ flick ព្រោះការពីវគ្គមុនណាគេធ្វើអញ្ចឹងដូចគ្នាតែណាចាគាត់ប្រើ ultimate ទេគាត់ចាយ spell យកបងអញ្ចឹងដល់ពេលគាត់ចូលទៅថលអត់មានជាមួយនឹង spell គេអត់បង្ខំឲ្យគាត់ប្រើ ultimate ឲ្យមកក្រោយគឺគេវាយគាត់ដាច់អញ្ចឹងលើកនេះគាត់រៀនមេរៀននេះហើយគាត់ឲ្យកាត់ឡើងដល់ទៀតទេបាទអូយគូសែនបាត់បង់ហើយបណ្ដៃមើលជាមួយនឹងសក្តិក៏បាត់បង់ដូចគ្នាផងដែរធ្វើការបោកវាយយកទៅដល់ពីវត្តមានរបស់សូវាយជាមួយនឹងបណ្ដៃជាមួយនឹង head experience land បាត់បង់ដូចគ្នាមួយទៅលឹង3ជាមួយនឹងថតទី2ហើយនឹងចូលបានដែរទេពីសួមារ៉ានៅក្បែរនឹង clear ជាមួយនឹងមានតែដូចជាមិនហ៊ានចូលទេបលេងថតនេះឲ្យទៅកាត់ pro e-sport បាត់ទៅហើយ experience land ដូរជាមួយនឹង gold land ក៏ដូចជា seal turret ដូរដោយ soul ដូរជាមួយនឹង total បាទមិនខាតនោះទេសម្រាប់បហាឡានិយាយណាដើមវគ្គធ្វើបានល្អទៀតដែរបាទមើល pro e-sport ឆ្កឹះចេញអត់វគ្គនេះព្រោះតែខ្ញុំគិតថាគាត់អាចនឹងមានអ្វីដើម្បីជាការទប់ទល់ទៅកាន់ pro e-sport ព្រោះដោយសារតែមិនបានការ plot នេះទៅលើការរីករាយចេញពី Coily គាត់បានល្អពេកក្នុង lot ទី2ហ្នឹងបាទអូយ head បាត់បង់ទៀតហើយនៅក្នុង experience land បណ្ដាជាមួយនឹង secret អាចមានការ load out ទី counter cover ខ្លួនឯងយកទៅបងរះout ទីមកទៅបណ្ដាពីពេជាប់បានពីដល់ពីពេតែអាចដាច់ជាមួយនឹងពេតែអត់មានជាមួយនឹងក្នុងការបោកផ្ដាច់ទៅលើណាចាក៏ដូចជា secret ទេបាត់បង់អស់តែពេតែប៉ុណ្ណោះនិយាយទៅមានអារម្មណ៍ថាបហាឡាដឹងច្បាស់ថាយើងអាចចាយឲ្យ Experience Land យើងទទួលរងនៅសម្ពាធការ pick off ប៉ុន្តែអ្វីដែលគាត់ចំណេញមកវិញគឺរុញឲ្យ Soul មានការ farm មាន item បានលឿនក្នុងការជន់ team fight ក្នុងតថទី2ទី3ឬក៏ lot ទី1បាទទីសួរមារ៉ាទីពិសាធ្វើការ cover ខ្លួនឯងប៉ុន្តែសំម្ដាយចុងក្រោយអត់ដាច់ទៅលើសាទេអុកសវិចនាទីមិនសូវជាខាតបង់អីនោះទេ skill អាចនឹងវិលមកវិញដូចគ្នាបាទតែគាត់ថាសួរមារ៉ាគាត់ងាយស្រួលខ្លាំងមែនតើក្នុងការបបបញ្ឆោតឲ្យអស់ ultimate ឬក៏ spell ទៅលើសាតែ Soul មាន golden staff ហ្នឹងបាទសូរៀងមានម្ដងនៅក្នុងវគ្គនេះចាំមើលវ៉ាហាឡាកម្រងការកំពុងតែរលូនអាចនឹងចំពប់ជើងដួលតាមផ្លូវទៀតដែរ check map ជន់អាទីក្បែរនឹងយកតែម្ដងទៅលើ sorry Enflake តែ sorry Enflake ធ្វើការរត់ដកថយមកវិញដូចគ្នាអស់អាទីបាត់ហើយពី secret វគ្គមួយនេះអ្នកដែលគាត់គួរប្រយ័ត្នជាងគេជាកត្តាសំខាន់ហ្មងគឺសាហើយនឹង Coily បាទចូលចាប់ស្តានថតមកប៉ោះពីប៉ោះទៅលើណាចាអូយណាចាអាចមានបញ្ហាអស់អាទីឬក៏មិនអស់អាទីអត់ប្រើអត់តែគ្រាន់តែតែម្ដងគាត់អត់ set ទេណាទុកទឹកឈាមទេខ្ញុំមានអារម្មណ៍ថាបើ reset ក៏មកវិញតន់តាអាទីបោះណាចាអត់ទេគាត់ reset ទៅផ្ទះហ្មងហើយមកវិញគឺតន់លត់ទៅថប៉ុន្តែគាត់សុខចិត្តយកគាត់ចុចឈាមមកហើយអូយលោអស់ពាក់កណ្ដាលបាត់ចឹងឥឡូវយកមានឈាមចុចទៀតបាទគុណធ្វើការបោះជាមួយនឹង skill ទី2ផងដែរពី head តែបើក map ពិសាដូចគ្នាលេលីយ៉ានៅក្នុងក្បែរនឹងជាមួយនឹងការចូលមកផងដែរពីពេចាប់ជាមួយនឹងអាទីកមួយម្នាក់ក្រោយលេងធ្វើការទីបានជាមួយនឹងតតមានការបោកវាយយកតំណអាចមានការរះអត់ទៅពីសូធ្វើការវាយដកចាយ flicker ដេញបោកវាយលើវត្តមានរបស់គូ center ដាច់គូ center ជាមួយនឹងការបែក team fight បាត់ហើយបាត់បង់អាពីរ៉ូសូទៅណាលុកបាត់ហើយចូលវាយ center អាចមានជាមួយនឹង Dexter ដែរទេបាទ Dexter ធ្វើការ hover ពី head ដូចគ្នាចាយ flicker ពីវត្តមានរបស់សាបោះទៅលើ head បាត់រឿងប្រហែលលត់អាទីរងខ្លួនបងវាយពី head បាត់បង់ពីសាបាត់ហើយកន្លែងនេះឯងមានវត្តមានជាមួយនឹងការបោះព័ត៌មានឲ្យច្បាន់សូលដែរទេហើយខយលេ head ចង់ទៅណាបងវាយជាមួយនឹង Passive Load អាទីឯងកាប់ច្រាំជី sorry ពេលធ្វើការផ្ដៃវាយមួយទៅ3យកទៅពី head តែខៀលចូលទៅលើគូសែនបាត់ហើយបាទបន្តមកចាប់នៅក្បែរនឹង secret ក៏មានការ cover rotation មកដូចគ្នាធ្វើការជួយជាមួយនឹង soul ពេមិញក៏ធ្វើបានល្អមែនទែនតែការប្រើប្រាស់ passive របស់គាត់ទៅបង្កក់ទៅលើ soul ដើម្បីរំដោះជាមួយនឹង Kuzen បាទជាមួយនឹង Infinite បាទយើងអត់ភ្លេចដែរជាមួយនឹង Infinite GT 50 Pro 5G នាំជួយជាមួយនឹង gaming smartphone first liquid cooling gaming phone ដំណើរការដល់ប្រទេស chip បាទ D8400 Ultimate Gaming Chip 5.5G Mobile Legends លេង120 FPS ពេញមួយធ្លាក់ frame ឡើងកម្ដៅជាមួយ Liquid Cool Hybrid Flow អេក្រង់រអិល 144 Hz AMOLED ច្បាស់ Gaming Display បំពាក់ជាមួយនឹង GT Trigger ឈ្នះគ្រប់ការប្រកួតបាទលយកប់បាទ Soul ជាមួយនឹងគូសែននៅក្នុងវគ្គនេះមាន Sky Pacer បងកាបាទ10 stake បាត់ហើយបើបាញ់ load Sky Pacer បាទ secret ជាប់ស្ដាន់ថតបោះពីវត្តមានរបស់ពេតែនៅក្បែរហ្នឹង Fireman ជុំគ្នាបាត់អាទីយកដល់ពី Coily វាយទៅលើណាចាមុនគេយកដល់ណាចាអស់អាទីទៀតបាត់ហើយពេញតអត់អីទេ20វិនាទីទេបាទនិយាយទៅមានអារម្មណ៍ថា pro គេដូចគេដឹងកន្លែង reserve របស់ Valhalla គេចុចតែកន្លែងហ្នឹងឯងគឺគេមកញ៉ោះទាំងណាចាចំណាំមើល roll objective ទាំងអស់គឺ pro e-sport មកញ៉ោះទាំងណាចាដើម្បីឲ្យគាត់ប្រើប្រាស់ spell ព្រោះរូបភាពនៅក្នុងវគ្គទី1គាត់ធ្វើអញ្ចឹងជោគជ័យហ្នឹងតែលើកនេះមានអារម្មណ៍ណាចាគាត់ចិត្តនឹងងដែរមិននិយាយចាយ spell នោះទេបាទសម្រាប់តែឡតបើកអែធ្វើការ clear ពី soul ដូចគ្នាមានជាមួយនឹង Rotten សាយចូលទៅដល់ថតមកពីប៉ោះប៉ះជើងមួយផងដែរអស់អាទីបាត់ពីសួរមកទៅលើពេបាទ trend ខាងលើអាចដាច់តែតន់មាននេះខាងក្រោមមកវិញអត់តន់ឡើយមកវិញអត់តន់ឡើយតែមានជាមួយនឹង hero fast load ដែរណា
Bộ AT AT ba bị sao ba mẹ tới lên secret bộ quay vô tao hết các bạn đang chung vớiการลด passive จับtới lên cú sen ai đừng ngheการchọn tới lên cú sen taoมาบนนั้นปีสเกตใส่จับมันไปรอตัวใจนั่นเป็นการbộ ATเรียกเธอได้เตะมันซ้อนตัวไปทำการดอถอยบัดบางใจวันนี้เราเฮดมวยแต่มันเอาได้chung với AT ก็จามเกียร์ได้ครูเซนกะโลชิมสเปมchung vớiการเตะรอจนตองปีวันนี้เราโซลอันนี้โยโลบันได้เตะปีค้างว่าลาโลด AT มาแทนเตะไปไหนโซดีแอมฟิลิกในกระบายนั้นเพื่อการเตะไม่เซนต์โอ้ยจบช่วยการดอถอยฟันรอมาได้ฟันรอที่มันจะเลิกว่าฮาลาก็ได้อย่างไรที่มันคอยเล่นเลยAT ยอมต้องไปเลยสู้มามาจวนเตียนปัดบอลมันสู้มาได้ปีคอยเลียตอนนั้นเต็มได้อยู่จุดแค่ก็บัดบอลในเกลียบัดบอลเอาปีนี้มาลดไอ้ยาโชว์ไว้บอลเด็กตาจับสั้นที่มันโซมาเว้นทุกการดอถอยเลือดเกินจนต้องปีวันนี้เราโซ เตี้ยนะบ่าเตี้ยนะรูปเพียบ ป่ะยอมมันเทียบอลเรนโซทุกการเตะไปในขากลายไปไอ้ยอยโซจับชื่อมือการบัดบอลตะเลิงวันนี้เราซาในเกลียบัดได้ช่วยในโซกับบัดบอลในเกลียปีคอยเลยทุกการบอลไวตะเลิงสแกรนมาทายเตียนดับเบิลคีได้ดับเบิลคีมาจนตะเลิงคอยเลยเตี้ยได้ใหญ่ตอนจับเตี้ยได้การรังเตี้ยหายมาต้องเตี้ย ป่ะโอ้ยตั้งละออกคลามาแดนปีไปเยอะเตอรูปเพียบนั่นเป็นจับดาวปิดล้อทีมวยเตอก็จับดาวกระโฉลคลั่งเหมือนแดนเป็นการฮาลาบังไม่ง่ายการโยนล้อแต่บังไม่ก็จีการไปแพ้ให้นะรอยคอลีกมันแต่โชว์มือโดนล้อนะน้องไม่เป็นสัญญาของการใดคอยลีก็จะตรีมาเตี้ยเรื่องต่อไปหลังการล้างมาดองเตี้ยโดยขี้บ่มีเรื่องอันแช่บ่าตีไวตะเลซูมาราแต่โดดถอยตีมาได้คอยหลีบอกตีไวเป็นคนได้ไปซูมารานาชาแล้วก็ไปดังถ้วยการต่อช่วยดังกลับไปปุ๊บมาไล่ปีไหนคอยหลีรวยคอยหลีมวยดังละมวนมีนายเขามาตัวอะไรแต่ปีเป๊ะเอาช่วยจับสตันมาปีเราไปเนาะเป๊ะเขาว่าจะเป็นคอยหลีรวยคลวนมาได้ว้าวล้อคลั่งมันแตนบังมาบอกไวตะเลช่วยดังโซลบอลเด็กเตอร์โดดถอยมาเว้นของได้มันบ่จัดnhóm nhưng mà làm thang style muối ở na cha có trai flicker và sân nhà na cha có trai flicker mà đánh tụt vô slow nó cái đặc toàn ai thăm biến nó mà chun đai Infinite GT has Pro 5G bà chẳng chất tranh cho mình đâu net được nhé bà một ppท่านไปมาก้อนอันนี้เตะชนะได้หรือเตะมาสำหรับเป้ไม่นายcái biểu đo mà ai không bàไม่นายcái biểu đo mà ai tí ประกาศทัสปิดbà cho thế sportร้อนtranhปีเฮดให้นังสกัดบ่าววินเนเธอร์rồi còn ta bắt đầu sân chỉ win the crown ก็รอได้ใช่ไหมก่อนตัดเซตการ์ดซะบางอาตีจับสกัดมนเกยยอดดำดอนสกัดดอถอยมันได้เตะแต่โซลบอลอัลติเมทปิกูเซนอัดชวบโดยคเนียตะเลโซลคอยลีอาตีไวตะเลนาชามนเกยแทนเตะมันได้ยังไม่จูนการบอลสเกตติปีดับไปโคเวอร์ปีเฮดโดยคเนียเซตเมานาชาบ่ออดิเซตกับไรนั่งขาดบ่าไอ้ยามันต้องรอการคือไวนาชาโหดอะไรเคยชมเย็นมีรับนะcái đăng ra cái này nó chả tới sao bây giờ màไว้cái chắc cái này đăng đi mà chắc na ché bà sân chỉ ọtประหยัดโนเต้ไอ้หนังการล้างโนเพียบแต่บ่าถ้าบ่เอาชุดแล้วต้องรูปเพียบบังมันคือมีเรื่องจันปีพังบ่ฮาลาไปมาแม่แต่นาชาแม่โนเต้แล้วลอดกับบ้านtranh mau đi kiaจะมาสเปลสำคัญสุดไตเมียนอัลติเมทสุดไตเมียนบางแมปแต่จะมันลอดมาได้ปีได้ไว้จะมันสัตว์ตักปีโซลิเนียตายโยบานได้ตีโยดมที่จะบานมาได้บานกันโซลอดซอเชียมปีเมืองเชียบ่อันนั้นโจไว้ได้ตีไว้ใบเสกตายโยดำดองปีโซตะเลิเฟเล่ก็จะมีการเตะโบกช่วยมันสเต็กแทนเตียปีโซอันจะมีปัญหาช่วยมันการฟาลอดหรือก็ยังนาเตรียมสันหลังอาตีปีคอยเลยจับเกาะบานปีไม่รอฟรีเตรียมสันมาตั้งการคอยเลยมาได้ช่วยมันการจัวเกาะมีแฮนด์ต่อถอยมาได้ปีสเกอร์เรียอาตีปีโซเรียกไปโยดำดองปีโซชัดดาวตะเลิคอยเลยการโยนลอดโดยเชียมันซื้อเชียจำนังนูเต้สำหรับโปรอีสปอร์ตตั้งอย่างมันแบบฉันก็จะรอให้รถรวยแต่ก็จังไหวแล้วบัตรบอลจะเป็นเฟเล็กก็ได้จะคอยเลยอันนี้ตบจะเป็นเทสรีมันหรือประมาณปีเปย์แห่งซาไฮนังกูแซนจัดดอจัดทอบางปีปอโยตันดอปไตจุดการเคลียร์ตะเลิศเทสรีในตาบานมาได้ปีการโปรอีสปอร์ตแต่đó trong vẽคือมีไซค์เล่นโดยขี้ไอ้เล่นมันโดยขี้ปั่นแต่โดยมันมันnó còn vậyได้แต่โซ่กับตัวบันหมดแต่อย่างตีbà sạc bạc mẹ rút phía môi nắng na cha này từ một cột pê này nè đã tranh với cột tìm make đây phá chúng mình bây giờ cái nó mà không mày pro sport team fight cứ miên tại sâu này bớt sân giờ sâu cái phơi bàn nó đưa rút phía mày mấy này con bay phi lấy cứ lòได้มาได้ปีได้สกัดอันนี้มีปัญหาเรียอาตีประธานทีมพิโซบอลบอลตะเลยกูเซนมาได้จะเป็นการบอลแต่เป็นฟลิกเกอร์ก็จะไปบอลบอลในนี้พิโซมาได้มีเรื่องไอ้ใจโปรอีสปอร์ตยอมว่าตะเมียนไปเนี่ยตะไวแปรมเนี่ยโดยจะมันจำตั้งจะตั้งแต่ซาตะปีเนี่ยกระโปรงเจนเคลียร์แลนด์บ่จังจมูกดังเที่ยวทูเทรนนะครับเพลย์ท็อปแลนด์ไปเลยมิเนียนขนมการเคลียร์วิโยตัมดองโซลกับต่อการยกจมูกสเต็กระบกวาดด้วยขี้เทียสรีตบจวบเรียกว่าจวบซาไปเนี่ยสวมราอาตีตะลซาโจเทียตัวนึงมันตัวพิซซ่าบอลจมูกซามาได้เทียสรีก็
លីយកបានឬក៏មិនបានជំនឿកម្មចាប់វានៅក្នុងវគ្គនេះអាចនឹងបាយបានតែជំនឿកម្មចូលបាយកសែតតាមសោដកថយបានយកបានតែធាសេរីតាមដល់ជំនឿកម្មដកថយពីវ៉ាហាឡាបានហើយ បាទចឹងជួយយ៉ាងណាទៅខ្ញុំបាននិយាយណាដែល spotlight នៅក្នុងវគ្គនេះគឺសូនេះហើយជាអ្នកធ្វើមើលរឿងប៉ុន្តែសួរមកដែរគាត់ធ្វើបានល្អដូចគ្នាគាត់ដឹងថា target មួយណាដែលគាត់ត្រូវចាប់ បាទយើងលេខជាមួយនឹង item build នាំបញ្ជូនដល់ Infinite GT 50 Pro 5G បាទ Win the Crown អូតំចាញ់អើយដាក់អើយ Win the Crown ហ្នឹងហើយបាទមុនហ្នឹងមាន defense magic ពាក់កណ្ដាលដែរបាទជាមួយនឹង Winter Crown តែឥឡូវទៅតែចេញទេបាទសម្រាប់សាសម្រាប់ចិត្តខ្ញុំមួយទៅលើណាចាបើសិនជាគាត់មាន item មួយឧទាហរណ៍ដល់ស្អីឥឡូវហ្នឹងគេឃើញចំណុចខ្សោយគាត់គេតែងតែធ្វើរូបភាពនឹងដាក់ណាចាតែអាចទេណាចាយកចំណុចនោះទៅជាចំណុចពិសេសដើម្បីឆ្កឹះទៅកាន់ Pro Sport ដែលពាក់ជាមួយនឹង Winter Crown ដើម្បីឲ្យ Pro Sport លុកនឹងវាយគាត់ Yes បាទហើយណាមួយដើម្បីអូយអាល់ទីពីសូមារ៉ាឈឺខ្លាំងម្ដងមកតង់ដាច់ឈាម 70% បាទហើយយោចង្រិតមុខ បាទតែរូបភាពមួយហ្នឹងអាចនឹង defend physical ឲ្យព្រោះដោយសារ Coily អ្នកតែគាត់ហ្នឹងបងសម្រាប់ណាចាអត់ចំណេញបើពាក់ Winter Crown ល្អ បាទ Winter Crown នេះតចែ Winter Crown ហ្នឹង immortal ដែរតគាត់ទិញចែ last minute ប៉ុន្តែយើងប្រើថៃឲ្យហើយតពេលគេវាយយើងចិត្តយើងចុចទិញបាទអាហ្នឹងគឺជាការបោកបញ្ឆោតដ៏សាហាវមែនដែរខានសៀទៅឲ្យពេល secret បោកវាយទៅលើសាមុនគេអូលេពេល secret ចាំបានពីដល់ជួយនឹងការចុចពីថាឆ្លាប់ដល់យើងមើលជាមួយនឹងពេលលេងធ្វើការត្រាំយកទៅដល់លើសូចុចជាមួយនឹង winner អបណែឆាធ្វើការចុចអស់ទីមុនដល់ពីការកប៉ុន្តែបានជួយនឹងដែរពី Coily បានតែបើគៀបានចូលទៅលើ Coily ប៉ុន្តែជាមួយនឹងការបាត់បង់តែទេពី secret អត់មាន flicker ទេក្នុងការដកថយចូលបានយកទៅដល់ពី Kusen តែមិនដែរពីណៃធ្វើមកប៉ុបពីបោជាមួយនឹងការបាត់ Great Poker ពី Coily បាទបន្តមកចាប់ទេនៅតែមានបញ្ហាផងដែរសួរមកដែរនៅក្បែរឡើងលោតជាមួយនឹង skill ដើម្បីបើកជាមួយនឹង ultimate ផងដែរពី Coily អាននឹង reset ultimate មកបន្ថែមទៀតដេញវាយទៅលើណាចាយកទៅដល់ពី Coily ទីបាត់ក្រោជាមួយនឹង immortal ទីចូលទៅលើ Coily ផងដែរជាមួយនឹងការបោកវាយសល់បាត់បង់ដៃលួចចាញ់ immortal last minute ទៅវិញមិញធ្វើឲ្យលងទាំងណាចាក៏ដូចជាសួរមករ៉ាអញចុំទៅហើយ last minute ទិញឲ្យធំយ៉ាទៅនិយាយមុនណាបាទយោអាយយោបាទឡតបានទៅលើ Pro Esport បាទហើយតែខ្ញុំមានអារម្មណ៍ថាកន្លែងមិញសូលគាត់រៀងលឿនពេកណាទីមហ្វៃដែលគាត់លងចូលទៅវាយគេហ្នឹងហើយតែមាន replay ទេ36 Sky Pacer ឱកាសរបស់ Pro Esport កំពុងតែឆ្កឹះត្រឡប់មកវិញដូចគ្នាបាទហើយបាទសូលមួយសូលបាទគេអូឲ្យគាត់លងតារាងអំបញ្ញមិញហើយត្រឡប់មកក្រោយគាត់បានតែសារតែមានគូសែនមកពីក្រោយទៀតបាទជីវិតហ្នឹងអញលក់កវត្តចោលបានហ្នឹងលក់ជីវិតកវត្តចោលទិញអីផ្សេងទៀតបានពី Coily 14k gold earn បាទលុយច្រើនណាស់ 14k 14000លុយច្រើនណាស់បាទជាបញ្ហាមួយមិនមែនគាត់ reset skill ទី2ដល់ពេលឈឺសូលដកអត់កាត់បាទแล้วบอล Dexter ដកថយគេដូចជា load ដើរទៅផ្លូវ mid lane ភ្លាមជួយដល់ពេចូលមកចាប់ stand ទៅលើ secret បានតែម្នាក់តែម្ដងពីវត្តមានរបស់ secret ក៏មិនទាន់បាន make play អ្វីដែរអត់អីមកតែអាចតុបបានគាត់នៅតែតុបបានកន្លែងបាទ secret គាត់ចូលអូយអាទីតែបន្ថែមទៀតពីសួរមារ៉ាទៅលើពេប៉ុន្តែមានការ secret គាត់មាន immortal នៅមិញតែគាត់អត់ទិញ immortal គាត់ទៅយកនេះវិញទេយកឲ្យឡងវិញបាទ Blue team turret has been destroyed បាទទី spot run ក៏មានបាទជំនឿឡតមួយនេះហក់ធាមជើងទៅកាន់ Tier 3អានេះមានការ combo flick ដាក់ទៀតពីពេលលេងកម្មបឆោតតែម្ដងបន្តែជាមួយនឹង Tier 3នៅខាងផ្លូវ top lane Coily ធ្វើការបាក់អាទីយកតែម្ដងអានេះមានបញ្ហាដាក់ទៅលើ head អត់បញ្ហាកាប់ combo flick ពីពេលលេងធ្វើការបោកបាក់ទៅលើ head មុនតែម្ដងជាមួយនឹងការបាត់បង់ Tier 3បាត់បង់ទាំងចោតតែលោកខ្លួនហើយអានេះមានចោតកាច់ចេញជាមួយនឹង Winner ឆាធ្វើការដកថយបន្តែជាមួយការចេញ Winter ក្រោយ counter មិនដែរ counter បានពិសា counter បានទេបាន kill ទៅលើ Sumara បោកវាយយកតែម្ដងជាមួយនឹង Sumara ដេញបន្ថែមទៀតធ្វើការសូមជាមួយនឹង stake មួយដែរពី sorry លេងតែអត់បានពីខ້ອຍលេងមកវិញហើយអាទីធ្វើការ cover ចូលទៅដល់ចាំ stake បានអត់ទេអត់ចាប់បានទេពីពេធ្វើការដកថយលងខ្លួនអស់អាទីរៀងខ្លួនមកដែរមិញអត់និយាយថាចេះពេមាន ultimate អាចបែកបានមានណាដាក់ត្រូវអូអស់វិញVenator បានពី Kusen អូយអាទីសួរមារ៉ាជាប់អាទីម្ដាយដកថយមកវិញលឿនឆ្កឹះយកតែម្ដងប៉ុន្តែ ultimate ទៅលើ Coily ក៏មិនឈឺដូចគ្នាពីសួរមារ៉ាបាទអំបញ្ញមិញសោកស្ដាយមែនតើមានអារម្មណ៍ថាវ៉ាហាឡាគេច្បាស់នៅ cool down skill របស់ពេទីមហ្វៃនៅខាងលើអំបញ្ញមិញបើសិនជាពេមាន ultimate តនពេលអាចនឹងកាត់ head នៃការបញ្ចប់វគ្គបានប៉ុន្តែในការទីមហ្វៃទាំងវាយនឹងការបញ្ចប់គឺចំពេលដែលពេមាន ultimate យកមកគាត់ចាប់វគ្គភ្លាមចាប់ team វាយឡើងលើនឹងភ្លាមគឺមាន ultimate ពេមកវ៉ាវកន្លែងមិនដែរខ្ញុំគិតថាបើមាន ultimate ពេមិនស្រួលកន្លែងអាច make play បាទចូលទៅគាត់ដាក់ ultimate គេចាំតែដក skill គាត់បាទឥឡូវបែបមានមួយឈុតហ្នឹងបងកាកាខ្ញុំគិតថា item ហ្នឹងគឺជា item ពិសេសហើយដែលតែប៉ិតបើត្រូវចេញតាំងពី4នាទី4នាទី item ទី4ឬក៏ទី5អីitem ទី3ល្អសម្រាប់គាត់បាទ
ចូលថតមកបោះពីបោះពេកាឡូឈាមដូចគ្នាមកទីពីសួរមករ៉ាមកបាញ់ជាមួយនឹងការ reset ដាល់ទេពីពេតែ reset អាចនឹងមានឱកាសក្នុងការមកទាន់ពុទ្ធសាសនាពេលលេខក៏នៅក្បែរនឹងទីពីសោបងវាយទៅលើខយលេមកថលទីតបជាប់ឬមិនជាប់ពីខយលេមិនដែរចុងក្រោយជាមួយនឹងការបាត់បង់ទៅលើពេចូលដល់ខយលេគេទៅរួចខ្លួនតែចូលវាយជាមួយនឹងស្វ័នមានបោះពេសេតាពីសោធ្វើការចុចជាមួយនឹងវិថាក្រៅដែរទេពីពេលលេខចេញមកទាន់មកតាមមានវាយជាមួយនឹងពេលលេខចេញជាមួយនឹងសាអូជាសួរមកដែរនៅក្បែរនឹងពេលលេខចៅតាណាចុចវិថាក្រៅនេះលេពេលវេលាបដែរនៅបានគេលេខស្មីនឹងការសួរមកដែរយកទីមិនឡតអ៊ីវ៉ូមកដែរពីខាងវ៉ាហាឡាមកទាន់រឿងមកទាន់ពីខយលេចូលរ៉ាវ៉ាជាមួយនឹងឡតយកដល់ខយលេទីមកពីចម្ងាយចាក់ត្រេមយកសាខយលេចូលដល់មួយទៅល្មុនលះបង់ជាមួយនឹងការវាយបន្ថែមទៀតช็อตដល់ទៅលើខយលេតែយកឡតបានពីការប្រូអ៊ីចាប់បានមានលែនមកអូយទៅហើយជាមួយនឹងគូសែននៅក្បែរនឹងវាយអាតមែនធ្វើការអត់ធ្វើបោះពីយកដល់ពីគូសែនបាត់បង់ចេញវិញចាប់មានលែនមកથઈអត់ទាន់ទេបាត់បង់ទៅលើគូសែនបាត់ហើយបាទស្គាល់យ៉ាងបាយបែស្ពនសានៅក្បែរហ្នឹងតែ head of flicker បាត់ហើយ secret ក៏នៅក្បែរហ្នឹងដូចគ្នាតែសោអត់មកទេអត់មានអ្នកបញ្ចប់វគ្គនៅក្នុងវគ្គមួយនេះទេបងកាកាអូគាត់សម្រេចចិត្តទប់បាទ Lord Evo តាអីប៉ុន្តែដូចជារឿងដដែលតែការឡើង head អីណែពេលដែលសមាជិកគាត់ច្រើនជាងទៅលើ Pro Sport តែនុកឲ្យទុកឲ្យខយលីគាត់ចូលទៅ retrieve បានមានរឿងអីចេះ head អីបានកំហុសហ្នឹងនៅតែការឡើងដដែលអូអញវ៉យបើសិនជាវគ្គនេះទុកកាន់តែយូរគឺឱកាសរបស់ Pro Sport គាត់នៅតែធ្វើរូបភាពដដែលគឺអង្គុយតែឆ្កឹះរូបភាពអញ្ចឹងឯងបាទជាមួយនឹង item វាម្ដងទៀតយើងក៏លេខជាមួយនឹង item វានាំជូនដោយ Infinite GT 50 Pro 5G Immortal មិញតែញតន់តែប្រហែលជាគាត់លក់ជីវិតទៅតែញក៏អត់គ្រប់លុយហ្នឹងគូសែនមែនបងហ្នឹងហើយខយលីខយលីបាទតែខយលីកន្លែងនោះរត់រួចកន្លែងមិញ Yes អូយមកកន្លែងនៅរត់តែយើងក៏បានឃើញគូសែនណាគាត់ក៏ទិញជាមួយនឹង Immortal ដែរតែទិញអត់ទាន់ដាច់មុនយេបាទព្រោះគាត់ផុយពេកណាមួយអត់ដឹងស្មានថា head គាត់ combo flick ឥឡូវអ្វីដែលវ៉ាហាឡាជួបជាមួយនឹងសម្ពាធមួយគឺការដាច់ silent ទាំងពីរនៅ Chelsea តែអញ្ចឹងមាន in hand របស់ Pro Sport គឺតែងតែដាក់កំហិតទៅលើ team របស់គាត់ហើយការ contest ជាមួយនឹង Lord មួយនេះគឺកាន់តែពិបាកទៅសម្រាប់វ៉ាហាឡាបាទអញវ៉ាហាឡា Oh my god រូបភាពអាចនឹងដដែលរបស់ខយលីបាទដៃ retribution បាទនិយាយទៅគ្មាននិយាយទៅនៅពេលដែលឱកាសបើយើងនិយាយពី retry ធម្មតា retry ទល់មុខគេហៅ retry 50-50បាទបើ retry របស់ខយលីនេះគឺ60 40ចឹងមក10ម៉ាំងយកបាត់បាទអញ្ចឹង23នាទី17ទល់នឹង19ផនណែ 73k ទល់នឹង 73k បាទទោះជាវគ្គមួយនេះឈានមកដល់23នាទីប៉ុន្តែគោលនៅតែមានតម្លាភាពដដែលនោះទេ Pro Esport ធ្វើច្រើនរឿងមែនតែនទៅលើវ៉ាហាឡាចំណែកឯវ៉ាហាឡាអាចនឹងបាត់បង់ឱកាសនៅក្នុងវគ្គនេះបន្តទៀតឬក៏អាចទាមមកវគ្គទី3អូយមកក្រុមឯងមិនឈឺយកតែមែនតែណាយកអូអត់កាន់សៀលបាទពេក៏កាន់សៀលដូចគ្នាប្លត់វិញក៏បានចូលទៅលើសារដើម្បីមានឈាមសបន្ថែមទៀតដែរសម្រាប់គាត់ Immortality របស់ Khoili នឹងមិនមានទៀតនោះទេនៅក្នុងវគ្គមួយនេះតើ Winter Crown អាចនឹងជាជំរើសរបស់គាត់ដែរឬអត់បាទអត់ទាន់ទិញទេឲ្យធីមមួយហ្នឹងឲ្យដឹងសួរមកណាឆ្ងាយបាទ Hello លៀមគេជាមួយនឹងការ fast load ដែរទេពីកាន់ Pro Esport Secret ក៏នៅក្បែរហ្នឹងជាមួយនឹងណាចាកំពុងតែធ្វើការបោះជាមួយក្របបាយបន្ថែមទៀតដើម្បីបើកជាមួយនឹង map ផងដែរខយលីសួរមកណាក៏ spawn មកវិញដូចគ្នាបាទយើងក៏មើលជាមួយនឹង mini map បងកា ជាមឡតច្រើនណា 60000 ដល់បាទបាហាត់កើតនិយាយទៅខ្ញុំនិយាយយ៉ាងតម្រុំរបស់ Pro Sport នឹងយក minion គឺជាការគម្រាមកំហែងទៅលើ Valhalla ជាមួយនឹងដាក់សម្ពាធបន្ថែមជាមួយនឹងការយក lot មួយនេះចាំមើលថែក map ឃើញពេនៅក្បែរហ្នឹងបាត់ហើយពី secret ប៉ុន្តែ lot អសល់ឈាម 40000 ជាងហ្នឹងទុកជាមួយនឹង lot មួយនេះឬក៏អូ cancel បាត់ហើយបាទ reset minion នៅខាងលើបន្តការរុល minion នៅខាងក្រោមមានការ clear តែ minion មួយវងចិត្តកំពុងតែធ្វើដំណើរទៅខាងក្រោមចាំមើល minion ដាក់កំហិតទៅលើខាង Valhalla ទីពីខយលីបងវាយយកម្ដង ultimate ពីណាចាចុចមានថាក្រោមធ្វើការចុចមកកបន្ថែមទៀតបណ្ដាទៅលើរបស់ ultimate ពីសូវាយបងវាយយកម្ដងលំនេះបាទក៏បាន head បាត់បង់ជាមួយនឹងការបាយ motor ជាមួយនឹងរេតេខយលីពីគូសែនបាយ motor ពី secret ផ្លាយជាមួយនឹងពេលលេក៏បាត់បង់នេះជាមួយនឹងខយលីមាន motor ធ្វើការដកថយចាយ applicator សោបងវាយលើគូសែនយកដល់សោជាមួយនឹងការចាយធ្វើការដកថយបានហើយពីគូសែនបោះ extra ធ្វើការបោះវាយបាត់បង់ជាមួយនឹងគូសែនក៏ដូចជាសោមានជាមួយនឹងថាក្រៅមានបាយដែរជាមួយនឹងការវាយទៅលើពេដកបាត់ហើយមានវាយទេ